អូខេសួស្តីអ្នកនរអគ្នាថ្ងៃនេះយើងនឹងមកបន្តសាច់រឿងបងអូនស្រីធររោគចិត្តរបស់យើងបន្តទៀតការវិភាគមុនយើងបញ្ចប់នៅកន្លែងដែលក្រុមប្រូបាសារ៉ាយើងវាយគ្នាស្មើដៃជាមួយនឹងក្រុមប្រូតាកាស៊ីហើយពួកគេក៏បាននាំអូនយូគីត្រឡប់ទៅជំរំហៀរ៉ូវិញអត់ឲ្យនាងនៅជាមួយនឹងក្រុមគ្នាប្រូបាសារ៉ាតទៀតនោះឡើយលុះមករយៈក្រោយមកអូនមីអូនិងប្រូបាសារ៉ាមានអារម្មណ៍នឹកទៅដល់អូនយូគីដល់ហើយសូម្បីតែនៅសាលាអារម្មណ៍ក៏អត់មូលដែររៀងសែតមិនដឹងទេលុះត្រឡប់មកដល់ផ្ទះវិញបើកទ្វារមកច្បាច់ប្រូបាសារ៉ាប្រកាច់ទើងព្រោះគាត់ឃើញអូនយូគីនឹងកំពុងតែធ្វើម្ហូបឲ្យគាត់ញ៉ាំតែម្ដងចុំអាមិនអញ្ចេះសេតអត់ទាន់បានពីអាទិត្យស្រួលបួលផងអូនយូគីមកវិញបាត់តទៅពេលសួរនាំចលងទៅក៏បានដឹងថាពួកថ្នាក់លើនៅជំរំហេរ៉ូហ្នឹងបានលើកលែងទោសឲ្យពួកគេគ្រប់គ្នាហើយដោយសារតែលោកជីនដែលជាឪពុករបស់ប្រូបាសារ៉ាបានទៅចរចាជាមួយនឹងពួកហ្នឹងសំខាន់នៅពេលនេះអូនយូគីទទួលបានសិទ្ធិនៅក្បែរប្រូបាសារ៉ាខ្លំមើលអូនមីអូពីពួកថ្នាក់លើនឹងយ៉ាងស្របច្បាប់អត់មានលាក់លៀមដូចពីមុនទៀតទេពេលឮចឹងប្រូបាសារ៉ារំភើបចិត្តជាខ្លាំងក៏បានអោបអូនយូគីហើយនាងក៏បានបិទភ្នែករថើបមាត់ប្រូបាសារ៉ាវិញដែរក៏ប៉ុន្តែភ្លាមនោះអូនមីអូក៏បានមកដល់ចូលមកថើបប្រុសដល់ក្នុងផ្ទះគេចឹងអត់លើសណាយចប់បាត់ហើយដាច់ចង្វាក់គេអស់ពងរស្វីតផងដែលចង់អរគុណអូនយូគីដែលបានជួយអូនមីអូក៏ដូចជាស្វាគមន៍នាងដែលអាចត្រឡប់មកវិញអូនម៉ារីក៏បានចាក់វីដេអូស្រាប់ស្រាលរបស់អូនមីអូនិងប្រូបាសារ៉ាដែលនាងលួចថតបានហ្នឹងឲ្យអូនយូគីមើលដោយលើសហើយអីអូនម៉ារីថាហើយថាតែប្រហែលបែកធ្លាយវីដេអូអញ្ចឹងពេលឃើញអញ្ចឹងអូនមីអូក៏បញ្ញាប់បិទវីដេអូនឹងចោលខ្លាចខ្មាស់គេចំណែកអូនយូគីវិញក៏បានដោះកៅអៅនាងចេញចង់ឲ្យប្រូបាសារ៉ានឹងធ្វើអញ្ចឹងដាក់នាងដែរព្រោះនាងចំណែនអូនមីអូពេលឮចឹងអូនម៉ារីសប្បាយចិត្តខ្លាំងមែនទែនហើយថាចាំនាងអ្នករៀបបន្ទប់ឲ្យហើយថតឲ្យអញ្ចឹងដែរនោះលេងចឹងអីដឹងតែងាប់បោះអូនមីអូហើយអូនម៉ារីយើងបន្ទាប់មកពួកគេក៏បានញ៉ាំអាហារជាមួយគ្នានៅពេលហ្នឹងអូនម៉ារីក៏បានបញ្យល់ពីចំណងវេទមន្តពិសេសរបស់ប្រូបាសារ៉ានិងអូនមីអូទៅកាន់អូនយូគីស្ដាប់ធ្វើឲ្យនាងចាប់អារម្មណ៍ខ្លាំងមែនទែនហើយថាបើអូនយូគីចាប់អារម្មណ៍អញ្ចឹងចាំស្អែកនាងធ្វើអាពិធីនឹងឲ្យព្រោះស្អែកហ្នឹងដល់ពេលប្រច័នពេញវងទៀតហើយពេលឮចឹងអូនយូគីក៏បានយល់ព្រមគ្មានស្ទាក់ស្ទើរទេធ្វើឲ្យប្រូបាសារ៉ានិងអូនមីអូចំហមាត់ឡើងប៉ុណ្ណាណៃនៅថ្ងៃបន្ទាប់នៅសាលាអូនមីអូនិងអូនយូគីយើងក៏បានដណ្ដើមគ្នាដើរប្រកៀកប្រកិតប្រូបាសារ៉ាយើងឡើងសិស្សដទៃទៀតមើលឡើងពេញហ្នឹងឥឡូវគេចាប់ផ្ដើមដណ្ដើមគ្នាយកចិត្តប្រូបាសារ៉ាណារួចហើយអូនយូគីនិងអូនមីអូក៏បានទៅផ្លាស់កៅអៅចូលមកហែទឹកនៅពេលហ្នឹងអូនយូគីក៏បានគិតក្នុងចិត្តខ្លាចចាញ់តែមអូនមីអូចឹងណាព្រោះឃើញដើមធូងអូនមីអូនឹងរៀងធំជាងខ្លួនតែមិនថ្មីទេមិនប្រកាសថាធំនឹងល្អរហូតណាយំនឹងដឹងគ្នាចំណែកឯនៅខាងប្រូបាសារ៉ាវិញកំពុងដល់ផ្លាកៅអៅសុកគាត់ក៏បានឃើញអូនម៉ារីចូលមកក្នុងសាលាហ្នឹងមិនដឹងថាហៅមកគោស្អីទេដល់អញ្ចឹងទៅគាត់ក៏បានប្រាប់ប្រូយ៉ាហេរ៉ូសុំច្បាប់ម៉ោងកីឡាហ្នឹងឲ្យគាត់មួយថ្ងៃយកលេសឈឺក្បាលយកពេលទៅមើលអូនម៉ារីវិញនៅពេលដែលរកនាងឃើញហើយប្រូបាសារ៉ាក៏បានសួរនាំចលាទៅក៏បានដឹងថានាងមិនមកគោក្នុងសាលាហ្នឹងដោយអ្វីដែលគាត់គិតនោះទេដោយនាងគឺមកឆែកនៅក្នុងសាលាហ្នឹងដើម្បីរក្សាសុវត្ថិភាពឲ្យអូនមីអូឲ្យកាន់តែល្អព្រោះអីម៉ាយ៉ាហ្នឹងវាមានរឿងច្រើនណាស់បើចូលជាប្រូបាសារ៉ាលីបម៉ោងកីឡាចឹងហើយអូនម៉ារីក៏បានឲ្យប្រូបាសារ៉ាដើរត្រួតពិនិត្យមើលជាមួយនាងតែម្ដងតទៅពេលដើរមើលចោះមើលឡើងពួកគេទាំងពីរក៏បានឃើញសិស្សសាលាប្រុសស្រីមួយគូកំពុងតែរៀនគួរម៉ោងជីវៈនៅលើដបូលមើលទៅហើយគ្នាយើងអត់ល្អទេណាធ្វើអញ្ចឹងកុំយកគំរូតាមប្រាប់ទៅហើយបន្ទាប់មកអ្នកទាំងពីរក៏បានទៅឆែកក្នុងទូដាក់កៅអៅដាក់អីវ៉ាន់របស់អូនមីអូខ្លាចខែលោមានអាណាដាក់កពើនៅក្នុងហ្នឹងក៏ប៉ុន្តែវាគ្មានចម្លែកអីទេអូនម៉ារីចេះតែមកគោទូគេលេងអញ្ចឹងទៅរួចនាងក៏បានយកលីអូអូនមីអូទៅគ្របក្បាលប្រូបាសារ៉ាឡើងជាប់កប៉ិតដល់អញ្ចឹងទៅប្រូបាសារ៉ាខ្ជូតយ៉ាងដែរតាកំពុងតែបដៅប្អូនស្រីតំណើងអូនម៉ារីនឹងសុកហ្នឹងភ្លាមនោះក៏សត្វទៅលឺសំឡេងមនុស្សហោដើរចូលមកដល់អញ្ចឹងទៅអ្នកទាំងពីរក៏បានលាក់ខ្លួននៅក្នុងទូរបស់អូនមីអូឆ្លៀតឱកាសហ្នឹងអូនម៉ារីក៏បានអូសកលាបបឺតធម្មពលពីបងប្រុសបាសារ៉ាឡើងរោរៀលកាន់មកខាងអូនយូគីនិងអូនមីអូវិញឥឡូវហ្នឹងអ្នកទាំងពីរកំពុងតែប្រណាំងគ្នាហែទឹកចង់ឈ្នះចង់ចាញ់គ្នាអញ្ចឹងណាដើម្បីបង្ហាញថាណាគេល្អជាងទៅដើមប្រូបាសារ៉ាឲ្យបានលុះចប់ម៉ោងដើរចូលមកបន្ទប់ផ្លាកៅអៅវិញអូនមីអូក៏បានសួរបញ្ជាក់ម្ដងទៀតថាអូនយូគីនឹងគិតច្បាស់ហើយមែនថាធ្វើកិច្ចសន្យាចំណងវេទមន្តពិសេសជាមួយនឹងប្រូបាសារ៉ាក៏ប៉ុន្តែអូនយូគីអត់បាននិយាយរកអូនមីអូវិញទេបានត្រឹមតែញឹមហើយដើរចេញបាត់ទៅនៅពេលដែលអូនមីអូបើកទ្វារទូរកផ្លាកៅអៅវ៉ាក់ចំស្អីគេអញ្ចេះទង្វើអីនឹងពាក់លីអូគេនៅលើក្បាលហើយអីជាមួយនឹងអូនម៉ារីទៀតដល់អញ្ចឹងទៅអូនមីអូក៏បានចាត់ការអ្នកទាំងពីរអូនម៉ារីនឹងស៊ី3កញ្ញហើយប្រូបាសារ៉ានឹងគឺស៊ី1កភ្លៀងដោយមានចិត្តជាច្អល់គិតមិនល្អថាប្រូបាសារ៉ានឹងគឺជាមនុស្សរោគចិត្តភ្លាមនោះបដាសាចំណងវេទមន្តរបស់អូនមីអូក៏បានរើឡើងហើយលើកនេះគឺរើខ្លាំងជាងមុនអត់អាចទុកយូរបានទេដល់អញ្ចឹងទៅអូនម៉ារីក៏បានផ្ដល់យោបល់ឲ្យអ្នកទាំងពីរទៅបន្ទប់ទឹកចាំនាងមើលផ្លូវឲ្យនៅពេលដែលទៅដល់ប្រូបាសារ៉ាក៏បានបាញ់ទឹកផ្កាឈូកដាក់អូនមីអូដើម្បីបន្ថយកម្ដៅរោរៀលក្នុងខ្លួនរបស់នាង
រួចគាត់ក៏ចាប់ផ្ដើមបើកប្រតិបត្តិការរៀងធំជាងមុនលើកនេះមិនធំតែប្រើដៃណាប្រើបបេមាត់ទៀតក្រោយពីបានសម្រួលបណ្ដាសាឲ្យប្អូនស្រីធေါ်ហើយចំណងបណ្ដាសាវេទមន្តរបស់អ្នកទាំងពីរក៏ចាប់ផ្ដើមកើន level ខ្លាំងជាងមុនថែមមកកម្រិតទៀតហើយដល់អញ្ចឹងទៅអូនម៉ារីសប្បាយចិត្តខ្លាំងមែនទែនរួចក៏បានអរគុណប្រូបាសារ៉ាដែលបានជួយអូនមីអូតាន់ពេលវេលាលុះពេលនៅក្នុងថ្នាក់ដល់ម៉ោងចេញទៅផ្ទះវិញពួកគេស្អាតបាត់អូនម៉ារីឆឹងអត់ដឹងទៅណាដល់អញ្ចឹងទៅប្រូបាសារ៉ាក៏បានឲ្យអូនមីអូទៅផ្ទះជាមួយនឹងអូនយូគីមុនទៅចាំគាត់ទៅរកអូនម៉ារីលុះពេលដើរចេញមកក្រៅបានបន្តិចគាត់ក៏បានកលែកតាមប្អួយទៅឃើញអូនម៉ារីហ្នឹងកំពុងតែនិយាយគ្នាជាមួយនឹងប្រូយ៉ាហេរ៉ូជុំមានរឿងអីចេះសង្ស័យតែអូនម៉ារីហ្នឹងមានរឿងអីលាក់បាំងគាត់ហើយក៏ប៉ុន្តែអូនម៉ារីក៏បានប្រកែកថាអត់មានរឿងអីទេមុននឹងនាងគ្រាន់តែវែងផ្លូវទៅសួរផ្លូវពីប្រូយ៉ាហេរ៉ូហ្នឹងទៅជាយ៉ាងណាប្រូបាសារ៉ាអត់បានយកទោសបីគិតសង្ស័យជាមួយនឹងអូនម៉ារីអីច្រើនដែរនៅតែគិតថាអូនម៉ារីហ្នឹងគឺជាប្អូនស្រីដែលស្មោះត្រង់ដដែលកាត់មកខាងក្រុមគ្នារបស់ពួកបិសាចឯនេះវិញយើងឃើញថាអូនសេះកំពុងតែផ្ដល់ព័ត៌មានលម្អិតជាច្រើនទៅកាន់បិសាចសូហ្គាពាក់ព័ន្ធជាមួយនឹងប្រូបាសារ៉ានិងអូនមីអូដូចនេះបិសាចសូហ្គាបានរៀបចំផែនការត្រៀមខ្លួនរួចជាស្រេចរងចាំតែឱកាសមកដល់ទេទើបគេចាត់ការទៅលើរឿងនេះតែម្ដងលុះយប់ឡើងនៅខាងប្រូបាសារ៉ាគឺដល់ពេលហើយដែលអូនម៉ារីត្រូវធ្វើពិធីចំណងវេទមន្តស្រាប់ស្រាលឲ្យអូនយូគីជាមួយនឹងប្រូបាសារ៉ានៅពេលហ្នឹងអូនយូគីអត់ព្រមថើបស្នាមវេទមន្តដែលនៅលើដៃរបស់ប្រូបាសារ៉ាទេដោយនាងគឺចង់ឲ្យប្រូបាសារ៉ាអីជាមួយនាងដោយការពីពេលដែលប្រូបាសារ៉ាធ្វើពិធីហ្នឹងជាមួយនឹងអូនមីអូដំបូងចឹងដែរនិយាយទៅអូនយូគីយើងចំណែនអូនមីអូចង់ធ្វើដូចអូនមីអូយើងរហូតហ្មងភ្លាមនោះស្នាមបណ្ដាសាវេទមន្តនៅលើកអូនយូគីក៏ចាប់ផ្ដើមរើឡើងដល់ចឹងទៅប្រូបាសារ៉ាក៏បានបើកប្រតិបត្តិការស៊ីអារម្មណ៍រោរៀលជាមួយនឹងអូនយូគីដើម្បីជួយនាងកំឡុងពេលប្រតិបត្តិការហ្នឹងយើងឃើញថាចំណុចខ្សោយរបស់អូនយូគីគឺនៅត្រង់តាគៀកហើយនឹងកាបេះគូតឲ្យតែប្រូបាសារ៉ាយើងប៉ះចំកន្លែងហ្នឹងដឹងថាអូនយូគីប្រតិកម្មមកវិញលឿនតែម្ដងមិនយូរប៉ុន្មានចំណងវេទមន្តពិសេសរវាងមេនិងកូនចៅរបស់ប្រូបាសារ៉ានិងអូនយូគីក៏ទទួលបានជោគជ័យក៏ប៉ុន្តែអូនម៉ារីអត់ទាន់អស់ចិត្តនោះទេនាងក៏បានឲ្យប្រូបាសារ៉ានាំអូនយូគីនិងអូនមីអូហ្នឹងងូតទឹកជាមួយគ្នាដើម្បីសម្របខ្លួនឲ្យកាន់តែប្រសើរហើយនាងក៏ចូលរួមគេងឯងដែរយេយ៉ាប់ហ្មងអូនម៉ារីអូនស្រីតំណើងនេះចំមែនកំឡុងពេលអ្នកទាំង4កំពុងតែងូតទឹកដុសក្អែលឲ្យគ្នាយ៉ាងមានក្តីសុខហ្នឹងយើងក៏បានឃើញថាបិសាចស្រីអូនសេះដែលជាកូនចៅចំណិតរបស់បិសាចសូលហ្គាគឺកំពុងតែខ្លំមើលសកម្មភាពរបស់ពួកគេនាងមានការហួចចិត្តជាខ្លាំងមិនគួរណានៅក្មេងៗអញ្ចឹងសោះចេះធ្វើរឿងអញ្ចឹងទៅកើតលុះព្រឹកឡើងនៅឯសាលាប្រូបាសារ៉ាដើរម្នាក់ឯងសុកក៏ស្រាប់តែមានកូនសិស្សស្រីខ្ជូតម្នាក់មកចាប់មកលបគាត់សង្ស័យថាអូនម៉ារីដាក់ស្នេហ៍កូនស្រីនឹងឲ្យមកញ៉ៃញ៉ៃជាមួយនឹងប្រូបាសារ៉ាតែតំណាងល្អភ្លាមនោះអូនយូគីនិងអូនមីអូក៏បានមកតាន់ពេលឃើញអញ្ចឹងអូនយូគីអត់មានប្រកាន់ខឹងប្រូបាសារ៉ាទេព្រោះនាងស្គាល់ប្រូបាសារ៉ាច្បាស់តាំងពីក្មេងតែសម្រាប់អូនមីអូវិញនាងក៏បានប្រកាន់គិតមិនល្អទៅលើប្រូបាសារ៉ាហើយស្នាមបណ្ដាសានៅលើករបស់នាងក៏ចាប់ដើមរើឡើងទៀតហើយធ្វើឲ្យនាងរត់ចេញទៅខាងក្រៅជួយជាមួយនឹងអូនម៉ារីឆ្លៀតឱកាសហ្នឹងអូនសេះក៏បានបង្ហាញខ្លួនចាប់យកអូនមីអូនិងអូនម៉ារីទៅបាត់ហើយប្រូបាសារ៉ាយើងក៏បានចេញមកឃើញដែរតែជួយអត់ទាន់ទេដល់ចឹងទៅប្រូបាសារ៉ាក៏បានប្រើសមត្ថភាពចំណងធម្មពលវេទមន្តពិសេសបើកញៀនមើលចង់ដឹងថាអូនមីអូទៅណាក៏ប៉ុន្តែមើលមិនក៏អត់ឃើញដែរឃើញតែអូនយូគីនោះសង្ស័យតែអូនម៉ារីហ្នឹងហ្មងអ្នករៀមទាំងដោយហេតុនេះប្រូបាសារ៉ាក៏បានទៅហៅប្រូយ៉ាហេរ៉ូស៊ូណំមើលថាមានរឿងអីកើតឡើងរួចគាត់ក៏បានដឹងថាតាមពិតទៅអូនម៉ារីហ្នឹងគឺនៅខាងបិសាចសូលហ្គាតាំងពីដើមមកក៏ប៉ុន្តែអូនម៉ារីក៏អត់ចង់ធ្វើអញ្ចឹងប្រហែលដែរដោយសារតែអបិបិសាចសូលហ្គាហ្នឹងបានចាប់ម្ដាយរបស់នាងគំរាមនាងចំពោះកិច្ចសន្យាចំណងវេទមន្តពិសេសរវាងប្រូបាសារ៉ានិងអូនមីអូអីហ្នឹងគឺសុទ្ធតែជាផែនការរបស់អបិបិសាចសូលហ្គាទាំងអស់និយាយទៅអបិបិសាចសូលហ្គាហ្នឹងគឺបានបញ្ជាឲ្យអូនម៉ារីភ្ជាប់អាចចំណងវេទមន្តហ្នឹងឲ្យអូនម៉ារីជាមួយនឹងប្រូបាសារ៉ាដោយគេបានដឹងយ៉ាងច្បាស់ថាអាចចំណងវេទមន្តហ្នឹងអាចជួយជំរុញឲ្យអូនមីអូឆាប់ដាស់ធម្មពលស្ដេចបិសាចនៅក្នុងខ្លួនរបស់នាងបានដូចនេះកាលណាដែលអូនមីអូចាប់ផ្ដើមអាចគ្រប់គ្រងធម្មពលបានអបិបិសាចសូលហ្គាហ្នឹងគឺចាប់យកអូនមីអូដើម្បីស្រូបយកធម្មពលក្នុងគោលបំណងដណ្ដើមអំណាចពីស្ដេចបិសាចបច្ចុប្បន្នដែលមានឈ្មោះថា Leo Heard អូតាមពិតអញ្ចឹងអបិបិសាចសូលហ្គាហ្នឹងចង់កាក់មុខកាក់មាត់ក្បត់មេខ្លួនឯងសោះអញ្ចឹងប្រូយ៉ាហេរ៉ូនឹងវិញនៅខាងណាខាងណីនេះហើយគោលបំណងអីដែរយើងអត់ទាន់ដឹងទេយើងមានតែចាំមើលទៅមុខទៀតដោយប្រូបាសារ៉ាយើងចង់ដឹងថាអូនមីអូនៅណាហើយអបិយ៉ាហេរ៉ូនឹងអត់មាត់អ្នកទាំងពីរក៏ចាប់ផ្ដើមប៉ះទង្គិចគ្នាធ្វើឲ្យប្រូបាសារ៉ាស្លាប់បាត់បង់ស្មារតីបន្ទាប់មកប្រូយ៉ាហេរ៉ូក៏បានយកខ្លួនប្រូបាសារ៉ាទៅចរចាជាមួយនឹងអូនសេះដើម្បីឲ្យនាងដោះលែងអូនមីអូឲ្យគាត់វិញព្រោះឥឡូវហ្នឹងគាត់បានដឹងការពិតអស់ហើយថាមេបិសាចសូលហ្គារបស់នាងគឺមានគោលបំណងចង់ក្បត់ជាមួយនឹងស្ដេចបិសាច
ដូចនេះក្នុងនាមគាត់ជាអ្នកខ្លំមើលអូនមីអូដែលទទួលបានបញ្ជាពីស្ដេចបិសាចប្រយ៉ាហេរ៉ូក៏បានស្នើសុំឲ្យអូនសេះដោះលែងអូនមីអូវិញបើចង់សុខបើមិនចឹងទេគាត់នឹងរាយការណ៍រឿងដែលមេបិសាចសូលហ្កាចង់ក្បត់នឹងទៅថ្នាក់លើក៏ប៉ុន្តែអូនសេះអត់យល់ព្រមនោះទេបើទោះបីជាដឹងថាប្រូបាសារ៉ាមានសមត្ថភាពអាចគំរាមកំហែងដល់ផែនការមេរបស់នាងបិសាចសូលហ្កានឹងក៏ដោយក៏នាងអត់ព្រមដោះដូរអូនមីអូជាមួយនឹងប្រូបាសារ៉ានោះដែរព្រោះអីនៅខ្វះតែមួយចំហៀនទៀតនឹងរងចាំតែមេបិសាចសូលហ្ការបស់នាងត្រឡប់មកវិញនោះក៏នឹងខ្លាយទៅជាបាយជាមិនខានឆ្លៀតឱកាសនៅពេលដែលប្រូយ៉ាហេរ៉ូភ្លេចខ្លួនអូនសេះក៏បានប្រើកញ្ញាំដៃចាក់សម្លាប់គេបំបិតមាត់គ្មានញញើតដៃសំបីតែបន្តិចនោះឡើយនៅពេលហ្នឹងប្រូយ៉ាហេរ៉ូក៏នឹកស្មានថាអូនសេះហ៊ានធ្វើដាក់គាត់អញ្ចឹងនោះដែរហើយការដែលគាត់នាំខ្លួនប្រូបាសារ៉ាមកឲ្យអូនសេះអញ្ចឹងវាប្រៀបដូចជាការបញ្ចុកចំណីដល់មាត់ខ្លាអញ្ចឹងកាត់មកខាងអូនមីអូដែលត្រូវបានគេឃុំនៅក្នុងវិមានអាកំបាំងរបស់មេបិសាចសូលហ្កាឯនេះវិញនៅពេលហ្នឹងអូនម៉ារីក៏បានសុំទោសអូនមីអូហើយបញ្យល់ប្រាប់រឿងហៅគប់យ៉ាងថានាងក៏ចង់ក្បត់អូនមីអូដែរនាងត្រូវបានគេបខំដូចគ្នាអញ្ចឹងបើទោះបីជាអូនមីអូខំប្រឹងយ៉ាងណាក៏អត់មានណាគេអាចចូលមកជួយនាងបានដែរព្រោះថានៅក្នុងវិមាននេះមានរនាំងវេទមន្តការពារដែលអាចកាត់ផ្តាច់ពិភពមនុស្សនិងពិភពបិសាចអត់មានណាគេចូលមករកឃើញនោះទេភ្លាមនោះដែរអូនសេះក៏បានចូលមកដល់នាំខ្លួនប្រូបាសារ៉ាមកម្នាក់ទៀតរួចក៏បានបញ្ជាឲ្យអូនម៉ារីប្រើធម្មពលវេទមន្តតណ្ហារបស់នាងសណ្ដំប្រូបាសារ៉ាយកមកធ្វើជាបពួកនៅពេលដែលប្រូបាសារ៉ាដឹងខ្លួនឡើងគាត់ក៏បានជាប់ច្បាក់នៅលើគ្រែរួចហើយអូនម៉ារីក៏បានប្រើឡាស់ស្គីរបស់នាងបរិចដើមទ្រូងបរិកបេះគូតសណ្ដំប្រូបាសារ៉ាតែម្ដងអត់មាននិយាយអីច្រើនទេនៅពេលហ្នឹងប្រូបាសារ៉ាក៏បានធ្លាក់ចូលទៅក្នុងសេចក្តីសណ្ដំរបស់អូនម៉ារីហើយបើកប្រតិបត្តិការពិសេសទៅលើអូនម៉ារីយ៉ាងក្តៅកគុកកំឡុងពេលប្រតិបត្តិការហ្នឹងអូនម៉ារីមានក្តីសុខខ្លាំងមែនទែនបើដឹងថាអញ្ចឹងនាងធ្វើរឿងនេះជាមួយនឹងប្រូបាសារ៉ាតាំងពីយូរតែទោះជាយ៉ាងណាវេទមន្តរបស់នាងនៅស្ទើរមិនអាចសណ្ដំផ្លូវចិត្តរបស់ប្រូបាសារ៉ាបានយូរនោះទេព្រោះក្នុងចិត្តរបស់ប្រូបាសារ៉ាតែងតែគិតថាអូនម៉ារីហ្នឹងគឺជាប្អូនស្រីដែលស្មោះត្រង់ជាមួយគាត់ជានិច្ចក៏ប៉ុន្តែសម្រាប់អូនម៉ារីនៅពេលនេះជីវិតម្ដាយរបស់នាងគឺសំខាន់ជាងរួចនាងក៏ចាប់ផ្ដើមបើកការវាយប្រហារទៅលើប្រូបាសារ៉ាកំឡុងពេលដែលអ្នកទាំងពីរប៉ះទង្គិចគ្នានឹងធម្មពលដែលចេញពីក្នុងដាវរបស់ប្រូបាសារ៉ាក៏បានធ្វើឲ្យរនាំងការពារវិមាននេះប្រេះបែកហើយគាត់ក៏អាចបន្ទន់ចិត្តអូនម៉ារីឲ្យស្ដាប់តាមគាត់ជឿជាក់លើគាត់វិញបានផងដែរនៅឯខាងក្រៅអូនយូគីចាប់ផ្ដើមចាប់ទីតាំងរបស់ប្រូបាសារ៉ាបានហើយតាមរយៈចំណងវេទមន្តពិសេសរបស់ពួកគេដោយសារតែរនាំងវេទមន្តនឹងវាប្រេះបែកដូចនេះអូនយូគីក៏អាចចូលក្នុងវិមាននឹងជួបជាមួយនឹងអូនមីអូហើយដោះលែងនាងក៏ប៉ុន្តែអូនសេះក៏បានមកដល់តតាំងជាមួយនឹងអូនយើងទាំងពីរកំឡុងពេលដែលប្រយុទ្ធគ្នានឹងយើងឃើញថាអូនយូគីនិងអូនមីអូសហការគ្នាបានយ៉ាងល្អម្នាក់ចូលវាយហើយម្នាក់ទៀតចាំ support ពីក្រោយដែលនេះធ្វើឲ្យអូនសេះពិបាកទប់ទល់ខ្លាំងមែនទែនគ្មានកាឡូអីមកផែជាមួយទេមិនយូរប៉ុន្មានអូនយើងទាំងពីរក៏អាចចាត់ការអូនសេះបានសម្រេចចងនាងជាប់ក៏ប៉ុន្តែអត់សម្លាប់នោះទេដោយសារតែអាណិតនាងរៀបនឹងថាចាក់ចេញទៅរកប្រូបាសារ៉ាទៅហើយហ្នឹងភ្លាមនោះវត្តមានរបស់មេបិសាចសូលហ្កាក៏បានមកដល់ប្រើវេទមន្តស្តាន់ពួកគេជាប់ដោយឃើញថាអូនសេះដែលជាកូនចៅរបស់ខ្លួនអសមត្ថភាពបែបនេះអាមេបិសាចសូលហ្កាអត់បានជួយអូនសេះទេហើយថែមទាំងវាយធ្វើបាបនាងប្រើវេទមន្តធ្វើទរណកម្មទៅលើនាងថែមទៀតយីកតាប៉សូហ្កានេះចំជាអាក្រក់មែនភ្លាមនោះដែរប្រូបាសារ៉ាក៏បានមកដល់ប្រើ skill banishing shift ជួយសង្គ្រោះពួកគេធ្វើឲ្យប៉សូហ្កាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែប្រូបាសារ៉ាអាចកាត់ផ្តាច់វេទមន្តរបស់គេបានបន្ទាប់មកប្រូបាសារ៉ានិងមេបិសាចសូលហ្កាក៏ចាប់ផ្ដើមប្រយុទ្ធគ្នាកំឡុងពេលដែលប្រយុទ្ធគ្នានឹងយើងឃើញថាប្រូបាសារ៉ាចាញ់ប្រៀបមេបិសាចសូលហ្កាតែម្ដងអត់មានកាឡូជាមួយគេទេព្រោះអីមេបិសាចសូលហ្កាមានវេទមន្តខ្លាំងពូកែមែនតែនចេះទាំង stun ផងចេះទាំងបាំងកាយផងចេះទាំងសណ្ដំផងហើយបើអូនយូគីនិងអូនមីអូយើងវិញបានធ្វើតែឈរមើលជួយអីអត់កើតទេបើគេដាក់ stun ជាប់ហើយហ្នឹងមានតែប្រូបាសារ៉ាម្នាក់តែប៉ុណ្ណោះដែលមានផ្លូវចិត្តរឹងមាំហាត់ពីលោកប៉ាជីនរបស់គាត់អញ្ចឹងហើយវេទមន្ត stun ហ្នឹងធ្វើអីគាត់អត់បានទោះជាយ៉ាងណាប្រូបាសារ៉ាមិនអាចទប់ទល់បានយូរតទៅទៀតនោះទេរួចក៏ត្រូវបានមេបិសាចសូលហ្កាសណ្ដំគាត់ចូលទៅក្នុងពិភពហេនតៃឡើងលេលើតែសំណាងល្អវិញភ្លាមនោះអូនម៉ារីក៏បានតាំងចិត្តក្លាហានចេញមកជួយហើយដល់ចឹងទៅមេបិសាចសូលហ្កាក៏បានស្ទាត់ដៃសម្រាប់ម្ដាយរបស់នាងចោលដោយសារតែនាងក្បត់គេធ្វើឲ្យអូនម៉ារីនឹងមានការសោកស្ដាយស្រក់ទឹកភ្នែកអាណិតម្ដាយរបស់ខ្លួនជាខ្លាំងមិនគួរណាខ្លួនល្មើសគុណសុខចិត្តឲ្យម្ដាយស្លាប់ដោយសារតែប្រុសចឹងសោះពេលឃើញអញ្ចឹងភ្លាមនោះអូនមីអូក៏ចាប់ដើមផ្ទុះកំហឹងធ្លាយធម្មពលបង្កើតទៅជាប្លេកហូលមួយប៊ីសរូបយកអូនសេះទៅហើយហ្នឹងគង់បានប្រូបាសារ៉ាជួយចាប់ទាញជើងតាន់ចំណែកឯមេបិសាចសូលហ្កាវិញក៏អត់ចាំយូរដែរគេក៏បានប្រើវេទមន្តសៀលធម្មពលរបស់អូនមីអូទុករួចស្រូបយកធម្មពលស្ដេចបិសាចដែលនៅក្នុងខ្លួនរបស់អូនមីអូភ្លាមតែម្ដងក៏ប៉ុន្តែភ្លាមនោះមេបិសាចសូលហ្កាប្រែទៅជាខ្សោយធម្មពលចង់អស់ពីខ្លួនទៅវិញដោយសារតែធម្មពលដែលគេស្រូបហ្នឹងគឺមិនមែនជាធម្មពលស្ដេចបិសាចនោះទេគឺជាធម្មពលរបស់អូនមីអូផ្ទាល់តែម្ដង
ដោយធម្មពលហ្នឹងគឺជាការរួមបញ្ចូលគ្នារវាងធម្មពលស្ដេចបិសាចនិងកម្លាំងផ្លូវចិត្តរបស់អូនមីអូដោយគិតថាខ្លួនឯងចុះខ្សោយមិនអាចតតាំងជាមួយនឹងអូនមីអូបានមេបិសាចសូលហ្កាក៏បានបាំងកាយរត់បាត់ចំណែកអូនសេះវិញនាងក៏ចាប់ដើមភ្ញាក់ដឹងខ្លួនថាមេរបស់នាងបិសាចសូលហ្កាហ្នឹងគឺជាមនុស្សអាក្រក់ហើយមានតែក្រុមគ្នាបដូរបាសារ៉ាទេដែលណិតស្រឡាញ់នាងជួយជីវិតនាងថែមទៀតដូចនេះចាប់ពីពេលនេះតទៅអូនសេះគឺសុំនៅខាងប្រូបាសារ៉ាវិញហើយបន្ទាប់មកពួកគេក៏ចង់ទៅតាមរកមេបិសាចសូលហ្កាក៏ប៉ុន្តែប្រូបាសារ៉ាអត់ឲ្យទៅតាមទេមិនបាច់ទៅតាមក៏អាប៉ិបិសាចសូលហ្កាហ្នឹងក៏អត់រួចខ្លួនដែរភ្លាមនោះដែរអូនម៉ារីមានការញាប់អាវជាខ្លាំងព្រោះនាងបានឃើញម្ដាយរបស់នាងដែលមានឈ្មោះថាសេឡាហ្នឹងបានដើរចូលមកជុំមានរឿងអីកើតឡើងចេះមិនមែនស្វាំងភ្នែកទេអីតាមពិតទៅផែនការទាំងអស់គឺប្រូបាសារ៉ានិងប្រូយ៉ាហេរ៉ូសុទ្ធតែជាអ្នករៀបចំឡើងហើយការស្លាប់របស់ប្រូយ៉ាហេរ៉ូដែលយើងឃើញហ្នឹងគឺជាការស្លាប់คล้ายៗតែប៉ុណ្ណោះដើម្បីបន្លំភ្នែកគ្រប់គ្នានិយាយទៅកំឡុងពេលដែលប្រូបាសារ៉ាប្រយុទ្ធគ្នាជាមួយនឹងមេបិសាចសូលហ្កាហ្នឹងប្រូយ៉ាហេរ៉ូបានរកវិធីមកជួយម្ដាយរបស់អូនម៉ារីបានសម្រេចហើយមូលហេតុដែលគាត់ស្ម័គ្រចិត្តជួយប្រូបាសារ៉ាហ្នឹងគឺដោយសារតែគាត់ក៏មានគំនុំតខ្លួនជាមួយនឹងអាមេបិសាចសូលហ្កាហ្នឹងដែរដូចនេះអ្វីដែលប្រូយ៉ាហេរ៉ូចង់បានពីប្រូបាសារ៉ាវិញគឺគាត់ចង់សម្លាប់អាមេបិសាចសូលហ្កាហ្នឹងដោយផ្ទាល់ដៃចឹងតើបានប្រូបាសារ៉ាយើងអត់ឲ្យអូនគ្រប់គ្នាទៅតាមអាមេបិសាចសូលហ្កាហ្នឹងនៅពេលនេះប្រូយ៉ាហេរ៉ូយើងបានមកស្ទាក់អប៉ិសូលហ្កាហ្នឹងជាប់ហើយរួចគាត់ក៏ចាប់ផ្ដើមរំលឹករឿងរ៉ាវអាក្រក់ទាំងប្រមាណដែលអាមេបិសាចសូលហ្កាហ្នឹងបានធ្វើកន្លងមកចំពោះមូលហេតុដែលធ្វើឲ្យប្រូយ៉ាហេរ៉ូគុំគួនចង់សម្លាប់មេបិសាចសូលហ្កាដល់ថ្នាក់នេះគឺដោយសារតែគេបានសម្លាប់ឪពុកម្ដាយចិញ្ចឹមរបស់អូនមីអូយ៉ាងសាហាវព្រៃផ្សៃនឹងឯងហើយឪពុកម្ដាយចិញ្ចឹមរបស់អូនមីអូនឹងដែរគឺជាមនុស្សល្អខ្លាំងមែនទែនជួយចិញ្ចឹមក្មេងកំព្រាជាច្រើនជាពិសេសអ្នកទាំងពីរគឺជាអ្នកមានគុណខ្លាំងបំផុតជួយជីវិតប្រូយ៉ាហេរ៉ូកាលពីក្មេងដូចគ្នាក្រោយពីបានធ្វើទរណកម្មខ្វេះភ្នែកដកថ្មិញមេបិសាចសូលហ្កានឹងអីហើយអស់ហើយប្រូបាសារ៉ាក៏បានមកដល់នៅពេលនេះប្រូបាសារ៉ាក៏អត់មានចិត្តអាណិតអាសូរអីដល់មេបិសាចសូលហ្កានឹងទៀតដែរបើទោះបីជាគេខំបង្វល់យ៉ាងណាក៏ដោយនិយាយទៅទង្វើអាក្រក់របស់គេច្រើនណាស់ទោះបីធ្វើបុណ្យ100វត្តទៀតក៏អាចលុបលាងកំហុសបាននោះដែរដោយមិនចង់សាំតប៉ែច្រើនប្រូយ៉ាហេរ៉ូក៏បានប្រើវេទមន្តច្បាច់ក្បាលមេបិសាចសូលហ្កាបែកខ្ទេចងាប់បាត់ទៅបន្ទាប់ពីសង្គ្រាមបានបញ្ចប់ទៅស្ថានភាពក៏បានត្រឡប់មកសភាពដូចដើមវិញហើយអូនសេះដែលជាសត្រូវពីមុនហ្នឹងក៏ត្រូវបានផ្ដល់ឱកាសឲ្យចូលមករស់នៅក្នុងផ្ទះរបស់ប្រូបាសារ៉ាដែរបន្ទាប់មកប្រូបាសារ៉ាក៏បានបង្ហាញពីការបដិញ្ញាចិត្តយ៉ាងមោះមុតថានឹងការពារប្អូនស្រីធម៌ទាំងពីរអូនមីអូនិងអូនម៉ារីក៏ដូចជាអូនយូគីដោយមិនខ្វល់ថានឹងត្រូវប្រឈមមុខនឹងកុលសម្ព័ន្ធហេរ៉ូឬក៏ពួកបិសាចដែលមកពីពិភពងងឹតនោះឡើយជាចុងក្រោយអូនមីអូអូនម៉ារីអូនយូគីអូនសេះនិងប្រូបាសារ៉ាក៏បានបន្តរស់នៅជុំគ្នាយ៉ាងមានក្តីសុខក្នុងនាមជាគ្រួសារតែមួយអូខេហ្នឹងហើយអ្នកនរសាច់រឿងប្អូនស្រីធររោគចិត្តរបស់យើងរដូវកាលទី1គឺត្រូវបានបញ្ចប់ដែលត្រឹមហ្នឹងបើសិនជាអ្នកនរចូលចិត្តចង់ support ឲ្យ admin អីអាចដាក់តាម QR code ខាងលើនេះបានជាចុងក្រោយអរគុណដល់អ្នកនរដែលបានតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជម្រាបលាអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយ May the God bless you